សួស្តីបងប្អូនទាំងអស់គ្នាសុខសប្បាយជាទេសង្ឃឹមថាបងប្អូនយើងទាំងអស់គ្នាដែលកំពុងតែមើលវីដេអូនេះនឹងសុខសប្បាយទាំងអស់គ្នាថ្ងៃនេះយើងមកជួបគ្នាជាមួយនឹងការរៀន Photoshop បន្តទៀតដែលថ្ងៃនេះយើងនឹងបង្ហាញអំពី layer មួយចំនួនដែលយើងនឹងត្រូវប្រើប្រាស់ចាំបាច់នៅក្នុង Photoshop អញ្ចឹងដំបូងនៅពេលដែលអ្នកទាំងអស់គ្នាបើកជាមួយនឹងរូបភាពដំបូងចូលទៅកាន់ Photoshop មកគឺវានឹងបង្កើតជាមួយនឹង layer ថ្មីមួយឲ្យយើងដែល layer នេះគឺវាសាមញ្ញមែនតើគឺវា icon រូបរាងបែបនេះហើយវាអត់មានជាមួយនឹងicon អីផ្សេងញ៉ៃទេដែល layer ហ្នឹងយើងហៅថា pixel layer ហើយ pixel layer នេះគឺជា layer basic layer មួយដែលយើងត្រូវយល់អញ្ចឹងដល់ពេលដែលយើងដាក់រូបឬក៏ដាក់អីផ្សេងទៀតចូលនៅក្នុង Photoshop វានឹងបង្កើតជាមួយនឹង pixel layer នឹងឲ្យយើងអញ្ចឹង pixel layer ហ្នឹងយើងអាចយកeraser tool ឬក៏ tool ផ្សេងអីហ្នឹងយកមកផាត់លើយកមកគូសលើអីបានអាហ្នឹងគឺជា pixel layer ដំបូងហើយមួយទៀតបើសិនជាយើងមកដល់យើងប្រើប្រាស់ជាមួយនឹង pixel layer ហ្នឹងហ្មងយើងនឹងពង្រីកឲ្យកាន់តែជិតតិចទៀតយើងនឹងឃើញក្របបែបនេះអញ្ចឹងក្របបែបហ្នឹងគឺជាpixel layer ហើយនៅពេលដែលយើងប្រើប្រាស់ជាមួយនឹង pixel layer យើងត្រូវប្រយ័ត្នបន្តិចនៅពេលដែលយើងពង្រីកឬក៏យើងបង្រួមរូបភាពហ្នឹងឲ្យតូចឬក៏ឲ្យកាន់តែតូចហើយយើងពង្រីកវាឲ្យធំវិញវានឹងអាចធ្វើឲ្យរូបភាពហ្នឹងស្អាប់នៅពេលដែលយើងប្រើប្រាស់ធ្វើកិច្ចការអីផ្សេងណាអញ្ចឹងបើសិនបើអ្នកនរគ្នាបើកមកឃើញ pixel layer បែបហ្នឹងគួរតែ convert វាទៅជា smart object តែបន្តិចទៀតខ្ញុំនឹងប្រាប់ថា smart object ហ្នឹងវាយ៉ាងម៉េចបន្ទាប់ពីយើងស្វែងយល់អំពី pixel layer ហើយ layer បន្ទាប់ទៀតគឺជា adjustment layer អញ្ចឹងចំពោះ adjustment layer ហ្នឹងគឺយើងអាចរកវាបាននៅកន្លែងនេះយើងចុចនៅលើ icon នេះមួយមកវានឹងឃើញជាមួយនឹងpixel layer ផ្សេង adjustment layer ផ្សេងទៀតនៅក្នុងហ្នឹងដោយវាមានផាតរបស់វាដោយលើនេះវាមាន solid color gradient អញ្ចឹងទៅហើយបន្តមកទៀតកន្លែងនេះគឺជាកន្លែងដែលយើងអាចសេរីឬក៏បន្ថយពន្លឺអញ្ចឹងទៅហើយខាងក្រោមផាតទៀតវាអាចឲ្យយើងធ្វើការច្នៃជាមួយនឹងពណ៌ឬក៏បន្ថែមជាមួយនឹង color អីផ្សេងនៅលើរូបភាពរបស់យើងអញ្ចឹងឧទាហរណ៍ថាកន្លែងនេះយើងសម្រាប់បន្ថែមពន្លឺឬក៏បន្ថែមបន្ថយពន្លឺអញ្ចឹងទៅអញ្ចឹងខ្ញុំអាចចុច brightness នេះមួយមកដល់ពេលដែលខ្ញុំចុចលើវាមួយវានឹងបង្កើតជាមួយនឹង adjustment layer ថ្មីមួយសម្រាប់ឲ្យយើងក្នុងការសេរីអីជាដើមអញ្ចឹងវានឹងលុតផ្ទាំង property មួយបែបនេះហើយបើសិនជាផ្ទាំង property នេះយើងអត់ឃើញទេយើងអាចចុចនៅលើ icon នេះ2ដងមកវានឹងចេញផ្ទាំង property បែបនេះអញ្ចឹងផ្ទាំង property នេះយើងអាចធ្វើការសេរីឧទាហរណ៍ថាសេរី brightness នេះខ្ញុំអាចអូសវាកាន់តែខ្លាំងទៅវានឹងបន្ថែមជាមួយនឹងពន្លឺនៅលើរូបភាពរបស់យើងហើយនៅពេលដែលខ្ញុំថយវាបន្តិចមកវានឹងបន្ថយជាមួយនឹងពន្លឺនៅក្នុងរូបភាពរបស់យើងដែរអញ្ចឹងនេះគឺជា adjustment layer ហើយនៅពេលដែល layer នេះនៅ adjustment layer ហ្នឹងនៅខាងលើពីរូបភាពរបស់យើងគឺវានឹងរាល់ពេលដែលយើង adjust ឬក៏យើងសេរីអីផ្សេងវានឹងធ្វើការ affect ទៅលើរូបភាពរបស់យើងប៉ុន្តែឧទាហរណ៍ថាខ្ញុំទាញ adjustment layer នេះមកក្រោម layer រូបភាពវិញយើងសេរីមិនក៏វាអត់ affect ជាមួយនឹងរូបភាពរបស់យើងដែរអញ្ចឹងយើងត្រូវស្វែងយល់ត្រង់កន្លែងហ្នឹងអញ្ចឹងខ្ញុំអាចបិទភ្នែកទៅវាអត់ affect ទេខ្ញុំអាចបើកភ្នែកមកវិញបានវា affect ទៅលើរូបភាពរបស់យើងអញ្ចឹងខ្ញុំសូមបិទមួយសិនហើយមួយទៀតបើសិនបើខ្ញុំចង់កែពណ៌ឬក៏បន្ថែមពណ៌អីតិចតួចទៅលើរូបភាពរបស់ខ្ញុំអាចចូលទៅកាន់icon នេះដដែលបន្តមកទៀតចូលមកកន្លែង vibration ចូលមកកន្លែង vibrant នេះអញ្ចឹងកន្លែង vibrant នេះខ្ញុំអាចបន្ថែមវាមកអូខេខ្ញុំអាចបន្ថែម saturation បើបន្ថែមឲ្យវាកាន់តែខ្លាំងបានន័យថាវាបន្ថែមពណ៌របស់យើងហ្នឹងឲ្យកាន់តែដិតអញ្ចឹងដល់ពេលដែលខ្ញុំបន្ថយ saturation នេះមកវានឹងធ្វើឲ្យពណ៌របស់យើងកាន់តែស្លេករហូតដល់
សខ្មៅអត់មានពណ៌អីទេចឹងឧទាហរណ៍ខ្លីៗប៉ុណ្នេះកន្លែងadjustment layer ចឹងយើងអាចថយមកកន្លែងhue and saturation នេះយើងបង្កើត layer ថ្មីមួយទៀតមកយើងអាចធ្វើការដូរបានចឹងឧទាហរណ៍កន្លែង hue នេះគឺយើងអាចធ្វើការដូរពណ៌វាបានចឹងឧទាហរណ៍ពណ៌ដើមវាពណ៌របៀបដូចជាពណ៌ត្រាវឬក៏ពណ៌ស្វាយបែបហ្នឹងយើងអាចចុចដូរពណ៌មកវានឹងធ្វើការដូរពណ៌នៅលើរូបភាពហ្នឹងអញ្ចឹងយើងអាចចុចពីរដងដើម្បីវាមកភាពដើមកន្លែង saturation នេះដូចមិញអញ្ចឹងគឺវានឹងធ្វើការបន្ថែមពណ៌កាន់តែដិតនៅពេលដែលយើងទាញវាដឡើងលេខវាកាន់តែច្រើនហើយវានឹងបន្ថយពណ៌កាន់តែស្រាលនៅពេលដែលយើងទាញវាចុះក្រោមហើយកន្លែង lightness នេះក៏យើងអាចបន្ថែមពន្លឺឬក៏បន្ថយពន្លឺបានចូលទៅកាន់ layer មួយប្រភេទទៀតគឺជា text layer អញ្ចឹងស្រួលងាយជាមួយនឹង text layer នេះគ្រាន់តែយើងចូលទៅកាន់text tool នេះមកបន្តមកទៀតយើងចុចមួយនៅលើផ្ទាំងកិច្ចការរបស់យើងអាចទៅសេឧទាហរណ៍ថាខ្ញុំទៅសេពាក្យថា Denan អញ្ចឹងវានឹងបង្កើតជាមួយនឹង text ឲ្យយើងហើយដូចវីដេអូមុនដែរយើងអាចធ្វើការ move ឬក៏យើងអាចធ្វើការសេរីទីតាំងចុច Control T ឬក៏ Command T ដើម្បីពង្រីកអក្សរឬក៏រូបសន្លឹករបស់យើងបានចឹងខ្ញុំចុច Enter ឬក៏ Return មកដើម្បីដកតម្រង់ icon មិញនឹងចេញហើយយើងមើលជាក់ស្ដែងទៅនៅពេលដែល text tool គឺវាបែបនេះនៅពេលវាស្ថិតនៅក្នុងតម្រង់ជា text tool គឺយើងអាចធ្វើការបដូរឬក៏យើងអាចធ្វើការសេរីជាមួយនឹងអក្សរយើងបានអញ្ចឹងឧទាហរណ៍ថាពាក្យនេះខ្ញុំអត់ពេញចិត្តទេខ្ញុំអាចសេរីជាមួយនឹងអក្សរនឹងបានអញ្ចឹងខ្ញុំចូល tab tool មកហើយខ្ញុំចុចនៅលើ text layer ហ្នឹងមកខ្ញុំអាច command ឬក៏ control A មកហើយខ្ញុំធ្វើការដូរជាមួយនឹងអក្សរនឹងបានអញ្ចឹង text layer ឬក៏ layer ដែលជាប្រភេទអក្សរនេះគឺយើងអាចធ្វើការកែខៃឬក៏ដូរអក្សរនៅពេលដែលយើងអត់ពេញចិត្តនៅថ្ងៃក្រោយបានជាស្ដែងបើសិនបើ text tool ឬក៏ text layer នេះវាបដូរតម្រង់វាមិនមែនជា text layer ទេគឺយើងអាចបដូរអក្សរវាបានទេអញ្ចឹងឧទាហរណ៍ថាខ្ញុំធ្វើវាឲ្យដូចជាpixel layer ខ្ញុំអាច mouse ស្ដាំនៅលើtext layer ហ្នឹងមកបន្តមកទៀតខ្ញុំយកពាក្យថា resize tab អញ្ចឹងនៅពេលដែលខ្ញុំ resize tab ហើយវានឹងខ្លាយទៅជា pixel layer ខ្ញុំមិនអាចដូរអក្សរនឹងបានទេអញ្ចឹងឧទាហរណ៍ថាខ្ញុំចូលទៅកាន់ tool text tool នេះមកហើយខ្ញុំចុចនៅលើវាគឺវានឹងបង្កើតជាមួយនឹង layer text layer ថ្មីមួយទៀតអញ្ចឹងខ្ញុំមិនអាចធ្វើការដូរជាមួយនឹងអក្សរនឹងបានទេអញ្ចឹងយើងត្រូវចាំនៅកន្លែងនេះបើសិនបើយើងចង់បដូរអក្សរទៅថ្ងៃខាងមុខឬក៏បដូរអក្សរនៅពេលក្រោយទៀតយើងត្រូវរក្សាវានៅជា text layer ដដែលអូខេចូលទៅកាន់ layer បន្ទាប់ទៀតគឺយើងស្វែងយល់ងាយគឺជាមួយនឹង shape layer អញ្ចឹងជាមួយនឹង shape layer នេះគឺយើងចូលមកកាន់ shape tool នេះវាមាន rectangle មាន ellipse មាន triangle មាន polygon មាន line មាន custom shape អីជាដើមអញ្ចឹងឬក៏មួយទៀតយើងអាចបង្កើតជាមួយនឹង pen tool នេះក៏បានដែរក៏វាចេញជា shape layer ដែរអញ្ចឹងឧទាហរណ៍ថាខ្ញុំចូលជាមួយនឹង rectangle tool នេះមកខ្ញុំអាចអូសវាមួយមកអញ្ចឹងវានឹងបង្កើតជាមួយនឹង layer ថ្មីមួយទៀតហើយយើងឃើញ shape layer នេះគឺវាមាន icon រូបរាងបែបនេះអញ្ចឹងអាហ្នឹងគឺជា shape layer អញ្ចឹងងាយនៅពេលដែលយើងបង្កើតជាមួយនឹងlayer ថ្មីមួយទៀតឧទាហរណ៍ថាខ្ញុំបង្កើតជាមួយនឹងវងមូលនេះមួយទៀតវានឹងបង្កើតជាមួយនឹង shape layer ថ្មីមួយទៀតអូខេងាយពី shape layer បន្តមកទៀត layer ដែលយើងត្រូវប្រើប្រាស់ប្រចាំថ្ងៃហ្នឹងគឺជា smart object layerចឹងរាល់ layer ទាំងប្រមាណដែលយើងបានរៀបរាប់ខាងលើមុនហ្នឹងគឺយើងអាច convert វាទៅជា smart object layer បានចឹងឧទាហរណ៍ថានេះគឺជា layer របស់រូបភាពហ្នឹងចឹងខ្ញុំអាច convert វាទៅជា smart object layer បានដោយ mouse ស្ដាំនៅលើវាមកបន្តមកទៀតខ្ញុំ convert វាទៅជា smart object
អូខេនៅពេលដែល convert វាទៅជា smart object វានឹងចេញជា icon មួយរូបរាងបែបនេះហើយនៅពេលដែលខ្ញុំធ្វើការ convert វាទៅជា smart object បែបនេះខ្ញុំអាចធ្វើការពង្រីកឬក៏បង្រួមជាមួយនឹងរូបភាពហ្នឹងថ្ងៃក្រោយទៅវាអត់បែក pixel ទេហើយនៅពេលដែលខ្ញុំធ្វើកិច្ចការអីមួយខ្ញុំដាក់ effect អីមួយនៅលើរូបភាពហ្នឹងជាមួយនឹង smart object ហ្នឹងវានឹងជាប់ជាមួយនឹង layer ហ្នឹងហ្មងអញ្ចឹងឧទាហរណ៍ថាខ្ញុំចុចពីរដងនៅលើវាដើម្បីចូលទៅកាន់ layer style ហើយខ្ញុំធ្វើការដាក់ shadow មួយអញ្ចឹងខ្ញុំអាចដាក់ shadow មួយមកអូខេអញ្ចឹងនៅពេលដែលខ្ញុំដាក់ effect មួយនៅលើវានឹងចេញ effect មួយនៅខាងក្រោមបែបនេះកន្លែងនេះយើងអាចបិទបើក effect នឹងបានឧទាហរណ៍មួយទៀតបើសិនបើខ្ញុំចង់ដាក់ជាមួយនឹង blur រូបភាពមួយឬក៏ blur នៅលើរូបភាពហ្នឹងខ្ញុំអាចចូល filter blur ហើយយកពាក្យថា motion blur ឧទាហរណ៍ខ្ញុំអាចទាញវាច្រើនតិចមកវានឹងឃើញ motion blur បែបនេះអញ្ចឹងនៅពេលដែលខ្ញុំបង្កើតជាមួយនឹង effect មួយវានឹងជាប់នៅលើ smart object layer ហ្នឹងហ្មងអញ្ចឹងខ្ញុំអាចធ្វើការចុចពីរដងនៅលើ effect ហ្នឹងមកខ្ញុំអាចធ្វើការកែខៃឬក៏សារ៉េអីថ្ងៃក្រោយបានទៀតអានេះគឺជាគុណសម្បត្តិមួយនៅពេលដែលយើងប្រើប្រាស់ជាមួយនឹង smart object layer ចុះឧទាហរណ៍ថាបើខ្ញុំអត់ប្រើជាមួយនឹង smart object layer ទេអញ្ចឹងខ្ញុំអាចឧទាហរណ៍ខ្ញុំចង់ copy layer នេះមួយខ្ញុំអាចចុច control ឬក៏ command J មកដើម្បី copy layer ហើយបើសិនបើខ្ញុំចង់ប្រើប្រាស់វាទៅជា pixel layer វិញខ្ញុំអាចចុច mouse ស្ដាំបន្តមកទៀតខ្ញុំយកពាក្យថា resize layer នេះមកអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ដាក់ជាមួយនឹង motion blur ដូចមិញអញ្ចឹងនៅពេលដែលខ្ញុំ resize layer ហើយខ្ញុំដាក់ motion blur ចុះខ្ញុំទាញវាខ្លាំងតិចបែបហ្នឹងអញ្ចឹងនៅពេលដែលខ្ញុំដាក់ហើយគឺហើយនៅពេលដែលយើងប្រើប្រាស់ជាមួយនឹង pixel layer យើងអាចសេរីថ្ងៃក្រោយអីបានទៀតទេយើងអាចចុច control ឬក៏ command shadow បានប៉ុន្តែបញ្ហាមួយបើសិនបើយើងបិទជាមួយនឹង project របស់យើងនឹងហើយថ្ងៃក្រោយយើងបើកមកសេរីឬក៏ចង់បដូរជាមួយនឹង blur ហ្នឹងវាអត់មាន effect ឬក៏អត់មានកន្លែងដែលយើងអាចសេរីបានទេឬក៏នៅពេលដែលយើងបិទហើយបើកសារថ្មី control set ទៅក៏វាអត់ទៅដូចដើមដែរនៅពេលដែលយើងកែចុងក្រោយឬក៏ការងារចុងក្រោយដែលយើងធ្វើហើយប្រហែលគឺវានឹងនៅរក្សាសភាពនៅពេលចុងក្រោយដែលយើងបានបិទហ្នឹងអញ្ចឹងទាំងនេះគឺជា layer ទាំង5ប្រភេទដែលអ្នកទាំងអស់គ្នាគួរតែស្វែងយល់នៅក្នុង Photoshop ព្រោះយើងនឹងត្រូវចាំបាច់ប្រើប្រាស់រាល់ពេលដែលយើងត្រូវប្រើ Photoshop ដើម្បី design ឬក៏ធ្វើរូបភាព design poster អីផ្សេងហើយសង្ឃឹមថាវីដេអូនេះគឺជាមួយផ្នែកសម្រាប់អ្នកទាំងអស់គ្នាក្នុងការរៀន Photoshop ហើយអរគុណសម្រាប់ការទស្សនាវីដេអូនេះហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀត